Videoនេះខ្ញុំនឹងបង្ហាញអំពីរបៀបអង្គុយមេឲ្យបានត្រឹមត្រូវហើយកុំឲ្យឈឺចង្កេះដើម្បីអង្គុយឲ្យបានត្រឹមត្រូវហើយកុំឲ្យឈឺចង្កេះអញ្ចឹងទី1បាតជើងយើងគឺត្រូវអឹបជាប់ជាមួយនឹងដីជើងយើងនេះត្រូវតែកែងជាមួយនឹងកៅអីណាកុយអញ្ចឹងណាគឺអត់កែងទេយើងត្រូវថឹកថយក្រោយឲ្យដល់កន្លែងចុងនេះអញ្ចឹងជើងយើងវាកែងជាមួយកៅអីឯងបន្ទាប់មកដៃយើងនេះត្រូវតែកែងជាមួយនឹងតុណាហើយយើងខិតកៅអីឲ្យចិត្តជាមួយនឹងតុដាក់ខ្នើយក៏ដាក់អីក៏ដោយនៅកន្លែងចង្កេះណាពួកដូចខ្ញុំចឹងដៃខ្ញុំត្រូវកែងជាមួយនឹងតុជើងខ្ញុំនេះត្រូវតែកែងជាមួយនឹងកៅអីចឹងគូនេះគឺត្រូវតែដល់កន្លែងចុងនេះណាយកខ្នើយឬក៏យកអីក៏ដោយដាក់នៅកន្លែងចង្កេះ